លីវមីឯងមកទទួលសេចក្តីស្លាប់ហើយលីវមីឯងបើកភ្នែកមើលឲ្យច្បាស់ទៅអ្នកដែលដាក់ថ្នាំឯងផ្ទាល់ដៃហើយបញ្ជូនឯងទៅលើគ្រែរបស់លោកតាមិនមែនអ្នកណាផ្សេងទេគឺហ៊ឺជីនជាសង្សារដែលឯងខំការពីអស់40ឆ្នាំនឹងឯងរឿងនេះមិនអាចទៅរួចទេហ៊ឺជីនប្រាប់ថាគាត់ពិតជាស្រឡាញ់ខ្ញុំរឿងនេះដាច់ខាតមិនអាចទៅរួចទេឯងភ្ញាក់ឡើងទៅសត្វត្រីឆានពិតប្រាកដគឺហ៊ឺជីនចុះយ៉ាងម៉េចគ្រូសាឯងស្លាប់អស់ហើយអ្នកដែលគួរតែស្អប់គ្រូសាឈឹងបំផុតនៅលើលោកនេះមិនមែនជាខ្ញុំទេតែជាបងស្រីបង្កើតរបស់ឯងគឺយាយម៉ារបស់ខ្ញុំកាលនោះយាយម៉ាបានភ្ជាប់ពាក្យរួចហើយតែត្រូវលោកដារបស់ខ្ញុំចាប់រំលោភរហូតមានកូនហើយក៏ត្រូវគេទាត់រហូតដល់រលូតកូនត្រូវរែកគុណឈ្មោះអាក្រក់មួយជីវិតហើយមិនបានរៀបការបានត្រឹមតែយាមសាលាអ្នកតាធ្វើជាគ្រូទាយបងស្រីគាត់មិនដែលប្រាប់ខ្ញុំសោះ10ឆ្នាំមុនឯងបានសម្លាប់គ្រួសារខ្ញុំនិងបងស្រីបង្កើតដែលស្រឡាញ់ឯងបំផុតចំណែកខ្ញុំគឺជាអ្នកដែលបងស្រីបង្កើតរបស់ឯងបដូរជីវិតការពារពេលនេះខ្ញុំកំពុងឈរនៅមុខឯងហើយចង់បានជីវិតខ្ញុំយកទៅចោះបងស្រីគឺខ្ញុំសង្ស័យច្រើនពេកហើយប្អូនស្រីត្រកូលលីវកំហឹងឯងបានរលាហើយឈប់ត្រឹមនេះទៅប្រហែលជានៅអាចចាប់ជាតិបានសម្រាប់សត្វតិរឆាននោះទៅបងស្រីខ្ញុំគ្មានមុខជួបបងទេប្អូនស្រីត្រកូលលីវនេះក៏ជាមនុស្សចិត្តដាច់ដែរសុខចិត្តឲ្យប្រលឹងខ្ចាត់ខ្ចាយក៏មិនព្រមបន្សល់ទុកសក់មួយសរសៃឲ្យអាត្រកូលហ៊ឺដែរហើយតែថាល្អិតឯងគុំគិតថាចប់ត្រឹមនេះឲ្យសោះលីវមីស្លាប់បាត់ទៅហើយតើវិជាអមតៈរបស់ហ៊ឺជីនត្រូវបំបែកហើយមែនទេវិជាត្រូវបំបែកហើយតែធម្មពលយិន50ឆ្នាំនៅតែមានបាត់បង់ភ្នែកបិសាចមិនដឹងថាវាឈួតដល់កម្រិតណាទេចាំវាបានធូរស្បើយបន្តិចភូមិស្រុកទាំងនេះនឹងក្លាយជាស្រះឈាមរបស់វាចឹងមិនអាចឲ្យវាធូរស្បើយបានទេឯងឃើញមនុស្សម្នាក់នេះទេនេះគឺជាបញ្ជាស្រកាបញ្ច្រាស់ជាវត្ថុស័ក្តិសិទ្ធិការពីជីវិតរបស់លោកតាត្រកូលលីវលីវឆឹងហ្វឹងឲ្យតែមានរបស់នេះទេវតាថែរក្សាផ្ទះត្រកូលលីវត្រូវតែស្ដាប់បញ្ជាត្រកូលលីវត្រកូលហួងរបស់ខ្ញុំនិងត្រកូលលីវទោះបីជាធ្លាប់ស្គាល់គ្នាក៏ដោយតែមេគ្រូសាត្រកូលលីវបច្ចុប្បន្នប្រហែលជាមិនព្រមទុកមុខឲ្យខ្ញុំទេអាចបង្ក្រាបហ៊ឺជីនបានឬអត់គឺអាស្រ័យលើតាចាស់នោះនៅស្គាល់ផ្លាកបញ្ជានេះឬអត់ទេទៅត្រកូលលីវថ្ងៃនេះមិនទទួលភ្ញៀវទេចង់សុំទានទៅកន្លែងផ្សេងទៅប្រាប់លីវឈឹងវឹងថារបស់លីវរូបានត្រឡប់មកវិញហើយអ្នកក្លាហានមិននិយាយលាក់លៀមទេហើយសឹងថ្ងៃនេះឯងមកកន្លែងខ្ញុំប្រហែលជាគ្មានរឿងល្អទេដឹងខ្ញុំមើលទៅអ្នកដែលនៅលើស្មាឯងក៏មិនមែនជាអ្នកធម្មតាដែរលោកតាត្រកូលលីវពិតជាស័ក្តិសមជាគ្រូធំល្បីឈ្មោះរាប់រយម៉ៃមែនក្មេងចំនួនក្រោយមកលើកនេះមានរឿងសំខាន់ជាងនេះទៅទៀតរូអឺរបស់ខ្ញុំយាយម៉ា10ឆ្នាំមុនដើម្បីការពារគ្រួសារឈឹងខ្ញុំប្រលឹងគាត់បានខ្ចាត់ខ្ចាយបាត់ទៅហើយផ្លាកបញ្ជានេះគឺជារបស់ដែលគាត់ខំប្រឹងប្រើធម្មពលប្រលឹងចុងក្រោយដើម្បីការពារជាអ្នកណាហ៊ឺជីង50ឆ្នាំមុនវាបានរៀបចំផែនការបំផ្លាញភាពបរិសុទ្ធរបស់បងប្អូនស្រីត្រកូលលីវហើយបង្ខំឲ្យលីវមីស្លាប់40ឆ្នាំក្រោយមកដើម្បីចម្រាញ់ថ្នាំអមតៈវាបានបញ្ជាលីវមីដែលក្លាយជាខ្មោចកំណាចឲ្យសម្លាប់គ្រួសារខ្ញុំទាំងមូលបន្ទោសខ្ញុំមកពីខ្ញុំទាំងអស់កាលនោះមានរឿងបែបនេះកើតឡើងខ្ញុំមិនបានការពារកូនស្រីទាំងពីរទេថែមទាំងជេរពួកគេថាធ្វើឲ្យខូចឈ្មោះគ្រួសារទៀតបណ្ដេញពួកគេចេញពីផ្ទះធ្វើឲ្យកូនស្រីម្នាក់សម្លាប់ខ្លួនចំណែកម្នាក់ទៀតមានវាសនាបែបនេះលោកតាពេលនេះហ៊ឺជីនបានចូលស៊ុបក្នុងផ្លូវបិសាចហើយពេលនេះមានតែលោកតាទេដែលអាចប្រយុទ្ធជាមួយវាបានកូនចៅមនុស្សតញោត្រកូលលីវឡុងវឹងសូមអញ្ជើញវិញ្ញាណពិតរបស់ពូថ្លាន់ដូនតាកាត់ផ្ដាច់កម្មពៀននេះតាចាស់នេះចង់បដូរជីវិតហើយតោះយើងក៏ទៅដែរហ
គឺជីនចេញមកភ្លាមលីវឡុងហ្វឹងតាចាស់មិនព្រមមកឯងនៅមិនទាន់ចូលដីទៀតមកទីនេះធ្វើអី អាំហនត្រៃឯងមិនទាន់មកផងតើឲ្យខ្ញុំបិទភ្នែកចិត្តយ៉ាងម៉េចទៅសូមលោកតាពូថ្លាន់បង្ហាញខ្លួនមកគ្រាន់តែជាពស់ថ្លាន់ចាស់ចិត្តងាប់សោះលេបឯងចូលទៅខ្ញុំនៅតែអាចសម្រេចមកកផលបានដដែលលឿនឡើងបំបែកចំណុចខ្សោយរបស់វាទៅអាសត្វត្រឆានចាស់សងជីវិតគ្រួសារខ្ញុំមកវិញឯងគិតថាវិជាប៉ុណ្ណឹងអាចសម្លាប់ខ្ញុំបានមែនទេមួយជីវិតនេះខ្ញុំមានវិបដិសារីចំពោះសាច់ញាតិតែបើអាចសម្លាប់ឯងបានក៏មិនចាត់ទុកថារស់ឥតប្រយោជន៍ដែរវិញ្ញាណពិតរបស់ពស់ថ្លាន់ដូនតាស្ដាប់បញ្ជាខ្ញុំយកសាកសពខ្ញុំដុតបំផ្លាញបិសាចកំណាចនេះទៅភាពអមតៈដែលខ្ញុំរៀបចំផែនការអស់50ឆ្នាំលងហ្វឹងនិស័យត្រឹមនេះចុះខ្ញុំទទួលការសែនព្រេនពីត្រកូលលីវរាប់រយឆ្នាំថ្ងៃនេះអស់កម្មហើយគួរតែទៅហើយឯងក៏ត្រូវចូលទៅក្នុងនិស័យបន្ទាប់ដែររួមរស់ជាមួយគ្នារាប់រយឆ្នាំយប់ថ្ងៃមិនឃ្លាតខ្ញុំពិតជាមិនភ្លេចទេទៅចុះល្អហើយខ្ញុំក៏គួរតែទៅដែររូអ៊ឺមេឪពុកទៅរកហើយអាល្អិតឯង10ឆ្នាំកន្លងផុតទៅហើយនៅតែមាត់អាក្រក់ដដែលគេហៅថាឡើងឋានសួគ៌លោកតាពស់ថ្លាន់ឡើងឋានសួគ៌ខ្លាយជាទេវតាលីវឡុងហ្វឹងចាក់ចេញពីលោកគេខ្លាយជាទេវតាជួយបំពេញនិស័យឲ្យគ្នាទៅវិញទៅមកល្អណាស់មិនដូចឯងទេ10ឆ្នាំមុនខ្ញុំគ្រាន់តែសុំងារមួយសោះឯងបែរជាប្រាមាត់ស្អុយនេះហើយឈប់និយាយទៅល្អជាងអូយហត់ចង់ងាប់ហើយអាល្អិតឆ្លងកាត់ការប្រយុទ្ធមួយនេះវាជា100ឆ្នាំរបស់ខ្ញុំនៅសល់មិនដល់2ភាគទេថ្ងៃក្រោយបើឯងមិនឲ្យបាយស៊ីទេខ្ញុំច្បាស់ជាខ្លាយជាកូនកូស្គុំមិនខានគង់ធានស៊ឺការការពារ10ឆ្នាំនេះអរគុណហើយអាល្អិតកុំប៉ះក្បាលខ្ញុំដោយសារតែកម្មពៀបានបញ្ចប់ហើយជីវិតឯងនៅតែត្រូវចងជាប់ជាមួយខ្ញុំតើឯងព្រមធ្វើជាសិស្សរបស់ខ្ញុំឬអត់នៅលើโลกនេះមានព្រលឹងអយុធធម៌ច្រើនណាស់ហើយសត្វត្រឆានដូចជាហ៊ឺជីនក៏នៅមិនទាន់ស្លាប់អស់ដែរដោយសារតែជីវិតនេះរើបានមកវិញចាប់ពីថ្ងៃនេះទៅខ្ញុំនឹងបង្កើតអាសនៈមួយចាប់ផ្ដើមជីវិតថ្មីខ្ញុំឈ្មោះឈឹងប៉ាឡាំងក៏ឈ្មោះឈឹងវ៉ាន់សឹងដែរគង់ធានស៊ឺសូមគោរពលោកគ្រូធំប្រចាំអាសនៈលោកគ្រូឈឹងសូមជួយសង្គ្រោះកូនប្រុសខ្ញុំផងឲ្យតែដល់កណ្ដាលអាគារទ្រវាចេះតែរត់ចេញក្រៅហើយចាប់ផ្ដើមស៊ីសាច់ឆៅរាល់ថ្ងៃហេទីបំផុតមានការងារធ្វើហើយបើកហាងតោះទៅមើលបន្តិច